ឥឡូវនេះយើងមកធ្វើការឧទាហរណ៍លំហាត់បន្ទាប់ពីយើងបានរៀនអំពីរូបមន្តចំនួន molecule សរុប mass molecule សរុប mass mole ចំនួន mole ដើម្បីយកវាទៅអនុវត្តនៅក្នុងរូបមន្តនឹងបានឥឡូវបងអូនមកមើលឧទាហរណ៍គំរូទី1លំហាត់គំរូទី1បាទគេដាក់ថានៅក្នុងធុងបិទចិត្តមួយទុកឧស្ម័នអុកស៊ីសែនទុកឧស្ម័នអុកស៊ីសែនដែលមានចំនួន mole ហ្នឹងគឺ2 mole បាទមានចំនួន mole 2 moleចឹងគេឲ្យយើងចូលគណនាចំនួន molecule សរុបនៃឧស្ម័ននេះចឹងបងប្អូនដឹងហើយថាចំនួន molecule នៃឧស្ម័នគឺយើងតាំងវាដោយ n ធំគេឲ្យចំនួន Avogadro គឺ Na ហ្នឹងគឺស្មើទៅនឹង 6.023 បាទគុណ10សេគុណ23បាទ molecule ក្នុង1 mole បាទឥឡូវបងមើលថាតើដើម្បីទៅអនុវត្តរូបមន្តគណនារកចំនួន molecule ហ្នឹងយើងត្រូវធ្វើម៉េចឧទាហរណ៍ថាបើសិនណាជាយើងប្រើរូបមន្ត m ស្មើជាមួយនឹង m0 គុណជាមួយនឹង n ធំបាទពេលដែលបងអូនទាញរក n ធំវាស្មើជាមួយនឹង m តូចចែកជាមួយនឹង m0 ប៉ុន្តែអ្វីដែលអត់ស្គាល់គឺ m0 ព្រោះយើងអត់ស្គាល់ m0 ទេយើងអាចអនុវត្តយើងមិនអាចអនុវត្តរូបមន្តនឹងបានទេបាទប៉ុន្តែបើសិនណាជាយើងប្រើប្រាស់រូបមន្តមួយទៀតបាទដែលយើងបានរៀនហើយគឺ n ធំស្មើជាមួយនឹង n តូចគុណឲ្យជាមួយនឹងចំនួន Avogadro បាទពេលនោះបងអូននឹងដោះស្រាយលំហាត់យ៉ាងងាយបាទឥឡូវលោកគ្រូនឹងដោះស្រាយឲ្យមើលអញ្ចឹងចំនួន molecule សរុបនៃឧស្ម័នលោកគ្រូអនុវត្តតាមរូបមន្ត n ធំគឺស្មើជាមួយនឹង n តូចគុណឲ្យចំនួន Avogadro អញ្ចឹងដោយ n តូចរបស់យើងនេះគឺគេឲ្យតម្លៃវានឹងគឺ2 mol បាទអញ្ចឹងលោកគ្រូសេទៅ2 mol ហើយ n ធំគេឲ្យស្រាប់ហើយគឺចំនួន molecule របស់វា Avogadro របស់វាហ្នឹងគឺបាទតម្លៃនេះអញ្ចឹងបងអូនយកអាហ្នឹងយកមកអនុវត្តតែម្ដងអញ្ចឹងចំនួនចូលភ្លុកមកយើងទាញបាន2 mol នេះ2 mol បាទ2 mol បាទហើយគុណជាមួយនឹងចំនួន Avogadro បាទ6.0 23គុណ10ស្វ័យគុណ23 molecule បាទ molecule ក្នុង1 mol បាទ molecule ក្នុង1 mol នៅទីនេះបងអូនអាចចំនួនຂະຫນាតបញ្ចូលក៏បានឬក៏មិនចាំបាច់ដាក់ຂະຫນាតក៏បានដែរកុំឲ្យពិបាកបាទយើងដាក់តែតម្លៃលេខវាទៅអញ្ចឹងបន្ទាប់ពីគ្រូធ្វើការគណនាវាទៅលោកគ្រូគណនាឃើញ12បាទ0.046គុណ10ស្វ័យគុណ23 mol បាទគុណ10ស្វ័យគុណ23 mol បាទប៉ុន្តែ mol នេះគឺមិនមែន mol ទៅទេណា molecule បាទនេះ molecule បាទអញ្ចឹងលំហាត់សំណួរលំហាត់ទី1យើងគឺត្រូវបានបញ្ចប់បាទដល់យើងអនុវត្តតែរូបមន្តមួយទេគឺ n ស្មើជាមួយនឹង n តូចគុណជាមួយនឹង n Avogadro